បាទសួស្តីអ្នកនរគ្នានេះគឺជាវីដេអូពាក់ព័ន្ធជាមួយនឹងនៅពេលដែលអ្នកនរគ្នាទិញទូពីខ្ញុំទៅបើសិនជាអ្នកនរគ្នាអត់ដឹងថារបៀបនៃការ copy មួយក៏តម្លើងមិនអីមិនខ្ញុំនឹងធ្វើការផ្ញើទៅជាកម្មវិធីឈ្មោះ Ultra Viewer នេះទៅហើយអញ្ចឹងពេលដែលខ្ញុំផ្ញើទៅគឺបងប្អូនគ្រាន់តែធ្វើការតម្លើងវាមកដើម្បីឲ្យខ្ញុំអាចធ្វើការបញ្ជានៅក្នុងកុំព្យូទ័រអ្នកនរគ្នាដើម្បីធ្វើការតម្លើងជូនបានអញ្ចឹងណាតម្លើង AI បយបានអញ្ចឹងអ្នកនរគ្នាក្នុងការតម្លើងព្រោះមានបងប្អូនគាត់សុំពីរបៀបតម្លើងព្រោះគាត់អត់ចេះតម្លើងអញ្ចឹងក៏មានបងប្អូនខ្លះគាត់ចេះហើយអញ្ចឹងខ្ញុំធ្វើនេះដើម្បីទៅតាមបងប្អូនឬមួយក៏អតិថិជនចឹងរបៀបនៃការតម្លើងក៏មានន័យពិបាកទេគឺទី1បងប្អូនគ្រាន់តែធ្វើការ click មកស្ដាំពីលើហ្នឹងមកហើយយកពី open ណាលើ Ultra Viewer បងប្អូនមុនដំបូងយើងធ្វើលើ Ultra Viewer សិនដើម្បីខ្ញុំអាចចូលទៅក្នុងកុំព្យូទ័របងប្អូនដើម្បីធ្វើការតម្លើង AI បយបានអញ្ចឹងណាចឹងបងប្អូនគ្រាន់តែចុចពី open មកចឹងដល់ពេលចុច open មកវានឹង load បែបនេះណាចឹងបងប្អូនគ្រាន់តែចុចពាក្យ yes ចឹងនៅពេលដែលចុចពាក្យ yes បងប្អូននឹងឃើញបែបនេះចឹងបងប្អូនត្រូវឃើញកន្លែងនេះគឺមានគេ tick ចឹងវា tick ស្រាប់ហើយហើយនេះគឺបញ្ជាក់ថានៅពេលវាតម្លើងហើយកម្មវិធីតម្លើងហើយនឹង load shortcut នៅលើកុំព្យូទ័របងប្អូនចឹងបងប្អូនត្រូវតែ tick ណាចឹងបន្តមកទៀតចុច next ចុច install ណាចុច install ចេញរងចាំតិចទៅឲ្យធ្វើការតម្លើងបាទបាទបន្ទាប់ពីធ្វើការតម្លើងរួចរាល់អញ្ចឹងបងប្អូនគាត់ថាចុចពាក្យ finish មកហើយបញ្ជាក់កន្លែង tick កន្លែងនេះមានន័យថានៅពេលដែលវា tick អញ្ចឹងនៅពេលយើងចុច finish គឺ program ធ្វើការបើកចេញមកតែម្ដងអញ្ចឹងណាអញ្ចឹងឥឡូវដែលហេតុថាខ្ញុំបានបើក program ហើយអញ្ចឹងខ្ញុំអត់ចុច tick ទេខ្ញុំដក tick ចេញសិនតែបងប្អូនអត់ទាន់ដែលតម្លើងពីមុនគឺត្រូវតែ tick វាហើយចុច finish ណាចឹងនៅពេលដែលបងប្អូនចុច finish ហើយ take ចឹងវានឹងចេញបែបនេះចេញបែបហ្នឹងណាចឹងអីដែលបងប្អូនត្រូវការដើម្បីឲ្យខ្ញុំហ្នឹងគឺទី1យក ID ទី2 password ចឹងបងប្អូនអាចធ្វើការចុចប៊ូតុងកន្លែងនេះដើម្បី copy ចុចមួយមកចឹងវាស្មើពាក្យ copy ហើយចឹងវាលោតអក្សរមួយបញ្ជាក់ថា copy ហើយចឹងបងប្អូនគ្រាន់តែយកមកដាក់នៅក្នុង Telegram ផ្ញើខ្ញុំមកចឹងដល់ពេលដែលផ្ញើគឺចេញទម្រង់បែបនេះបាទចេញទម្រង់បែបនេះគឺលេខហើយនឹង password ដែលបងប្អូនបានឃើញមិញហ្នឹងណាលេខហើយនឹង password ដែលបងប្អូនបានឃើញហ្នឹងចឹងគ្រាន់តែផ្ញើមកខ្ញុំធ្វើការអាចចូលទៅក្នុងកុំព្យូទ័របងប្អូនបានដើម្បីធ្វើការតម្លើង AI បយចឹងដល់ពេលដែលខ្ញុំចូលទៅដល់អានេះយើងកាត់មួយភាគទៀតពាក់ព័ន្ធជាមួយបងប្អូនដែលគាត់គាត់ចេះតម្លើងហើយតែគាត់អត់ចង់បានអញ្ចឹងទេគាត់ចង់ឲ្យខ្ញុំផ្ញើតែ ID ឲ្យគាត់ទេហើយនឹង password AI boy អញ្ចឹងបងប្អូនគ្រាន់តែចុចបើក AI boy មកណាបងប្អូនចុចបើក AI boy មកអញ្ចឹងនឹងមានផ្ទ
ទាំងខ្មៅបែបនេះទាំងខ្មៅបែបនេះចេញមកចឹងរងចាំបន្តិចឲ្យទាំងខ្មៅធ្វើការដំណើរការនឹងចេញប៊ូតុងដើម្បីឲ្យយើងចោះឈ្មោះណាចឹងចេញតម្រងបែបនេះចឹងទី1អ្នកនរគ្នាគ្រាន់តែចុចម៉ៅឆ្វេងនេះខ្ញុំដាក់បញ្ជាក់ click to copy ចឹងបងប្អូនគ្រាន់តែចុចម៉ៅឆ្វេងពីលើហ្នឹងមកនេះពីលើលេខម៉ាស៊ីនមកបងប្អូនហ្នឹងចុចពីលើមកនឹងចេញពាក្យ copy ហើយចឹងបងប្អូនគ្រាន់តែចុចតែ OK មួយមកហើយបន្ទាប់មកទៀតបងប្អូនគ្រាន់តែយកលេខហ្នឹងយកផ្ញើខ្ញុំតាម Telegram មកឬមកក៏តាម Messenger អីចឹងទៅណាផ្ញើខ្ញុំមកដែលលេខជាតម្រងបែបនេះពេលដែលផ្ញើមកបាទចឹងនៅពេលដែលខ្ញុំបានលេខហ្នឹងមកហើយខ្ញុំនឹងធ្វើការផ្ញើជាថ្ងៃខែនិង license សម្រាប់ឲ្យប្រើប្រាស់ចឹងខ្ញុំផ្ញើទៅជាតម្រងបែបនេះថ្ងៃខែបាទហើយនឹង license ណាថ្ងៃខែហើយនឹង license ចឹងអ្វីដែលបងប្អូនត្រូវធ្វើណាគឺបងប្អូនត្រូវតែយក license ដាក់ចូលប្រឡោះ license ថ្ងៃខែដាក់ចូលប្រឡោះថ្ងៃខែណាហើយបន្ទាប់មកទៀតបងប្អូនចុច verify license to start បន្ទាប់ពីបងប្អូនចុចហើយនឹងលោតពាក្យ license valid ចឹងបងប្អូនចុច OK មកនោះ AI បងធ្វើការដំណើរការចឹងបងប្អូនអាចចុចតម្លាក់ផ្ទាំងខ្មៅនេះមកចុះក្រោមបានបាទចឹងតែហេតុខ្ញុំបើកនៅ monitor ទី2ទី1ចឹងវាអត់លោតមក monitor ទី2ខ្ញុំទេចឹងនេះលោតមកចេញបែបនេះណាចេញបែបនេះហើយបើបងប្អូនធ្លាប់បើកហើយមួយសារពេលដែលបើកហើយភ្លាមMD5 នឹងចេញមកតែម្ដងណាបើកហើយភ្លាម MD5 នឹងចេញមកតែម្ដងនេះ MD5 ចឹងវិធីសាស្ត្រនៃការតម្លើងកម្មវិធី Ultra Viewer និងការចោះឈ្មោះជាមួយនឹង AI Boy ដែលខ្ញុំបានតម្លាក់ license ទៅគឺមានតែប៉ុណ្្នឹងអញ្ចឹងបើសិនជាបងប្អូនមានចម្ងល់អីអាច comment សួរបានឬមួយក៏បងប្អូនដែលនៅក្នុងក្រុមគាត់ឆ្ងល់អីបងឆ្ងល់អីបងប្អូនឆ្ងល់អីអាចធ្វើការ private chat មកខ្ញុំបានខ្ញុំនឹងធ្វើវីដេអូបញ្យលពីព្រោះថាបើបញ្យលមួយវាច្រើនអ្នកអញ្ចឹងធ្វើវីដេអូវាអាចលឿនអញ្ចឹងណាហើយសូមអធិស្ឋានផងចំពោះការយឺតយ៉ាវព្រោះការងារគឺធ្វើតែឯងដល់ពេលអញ្ចឹងវារៀងយឺតយ៉ាវច្រើនអញ្ចឹងបងប្អូនដែលមើលវីដេអូហើយចុច subscribe អ្នកមួយទៅព្រោះស្រួលនៅពេលដែលខ្ញុំអាប់ដេតវីដេអូថ្មីបងប្អូនអាចដឹងថាខ្ញុំអាប់ដេតពីអីហើយមើលឆាប់យល់ឆាប់តន់អញ្ចឹងណាអញ្ចឹងវីដេអូនោះមានតែប៉ុណ្្នឹងអរគុណបងប្អូនទាំងអស់គ្នា